បាទសូមគោរពជម្រាបសួរនិងស្វាគមន៍បងប្អូនសាយថ្មីមកកាន់ការវិភាគហាងឆេមីអន្តរជាតិសម្រាប់ថ្ងៃទី24ខែកក្កដាឆ្នាំ2026មាសការពីម្សិលមិញថ្ងៃទី23បានធ្លាក់ចុះមកវិញក្រោយព័ត៌មាននៃក្រុម Houthi បានបាញ់ប្រហារទៅលើនាវាដឹកទំនិញរបស់ប្រទេសអារ៉ាប៊ីសាអូឌីតហើយនៅច្រកសមុទ្រក្រហមដូច្នេះហើយបានទាញតម្លៃមាសឲ្យមានការធ្លាក់ចុះទាញតម្លៃហាងឆេងប្រេងឲ្យមានការហក់ឡើងថ្លៃនិងប្រាក់ដុល្លារមានការឡើងថ្លៃផងដែរបាទអញ្ចឹងមាសកាលម្សិលមិញធ្លាក់តាំងពី4130មកនៅតំបន់4030 ដុល្លារក្នុងមួយអោននៅពេលបច្ចុប្បន្នអញ្ចឹងព្រឹកនេះគឺមាសនៅតម្លៃ4030 ដុល្លារនៅក្នុងមួយអោនស្មើប្រហែលតម្លៃហាងឆេងមាសខ្មែរយើងគឺ4855 ដុល្លារនៅក្នុងមួយតម្លឹងឬក៏485 ដុល្លារនៅក្នុងមួយជីបាទអញ្ចឹងហាងឆេងមាសមានការធ្លាក់ចុះមកវិញក្រោយរងឥទ្ធិពលនៃសង្គ្រាមរបស់ក្រុម Houthi ដែលជាដៃជើងរបស់អ៊ីរ៉ង់បានបាញ់ប្រហារទៅលើនាវាដឹកទំនិញនៅច្រកសមុទ្រក្រហមរបស់ប្រទេសអារ៉ាប៊ីសាអូឌីតអញ្ចឹងយើងឃើញថាហាងឆេងប្រេងចាប់ផ្ដើមហក់ឡើងមាសក៏បានធ្លាក់ចុះវិញភ្លាមៗផងដែរអញ្ចឹងយើងមើលទៅលើទំនោរសម្រាប់មាសថ្ងៃនេះគឺ bearish momentum មានថាកម្លាំងនៃការធ្លាក់ចុះក្រោយរងឥទ្ធិពលនៃសង្គ្រាមបាទអញ្ចឹងទិសដៅរបស់មាសថ្ងៃនេះគឺនឹងបន្តធ្លាក់ចុះបន្ថែមទៀតបើយើងមើលទៅលើ momentum គឺបន្តធ្លាក់ចុះមកទៀតអញ្ចឹងសម្រាប់តំបន់ទិញលក់ថ្ងៃនេះគឺយើងលក់បើក្នុងករណីដែលផ្សារ retracement ទៅរកតំបន់4065ឬក៏4075នេះគឺបងប្អូនអាចរងចាំលក់បានអញ្ចឹងក្នុងករណីទីផ្សារឡើងដល់តំបន់នេះបងប្អូនអាចរងចាំ sell បាទបើ retracement 30% ហើយបងប្អូនប្រើ stop loss លើតំបន់4080 ដុល្លារក្នុងមួយអោនបាទហើយ take profit យើងអាចយកគុណនឹង2មកវិញអញ្ចឹងនៅក្នុងករណី stop loss បងប្អូន10 ដុល្លារបងប្អូន take profit ឲ្យបាន20 ដុល្លារអញ្ចឹងនៅក្នុងករណី sell នៅតំបន់4065ឬក៏75បងប្អូន take profit វិញគឺនៅតំបន់4045បាទអូខេអញ្ចឹងសម្រាប់តំបន់លក់ទី2គឺតំបន់4090ទៅដល់តំបន់4100អានេះគឺជា psychology level ដែលទីផ្សារ break មកតែម្ដងកាលពីម្សិលមិញមកដល់តំបន់នេះស្ទាក់ស្ទើរបន្តិចបន្តួចប៉ុន្តែបាន break ចុះតែម្ដងអញ្ចឹងក្នុងករណីទីផ្សារបកឡើងទៅដល់ថ្ងៃនេះបងប្អូនអាចលក់តំបន់នេះបានហើយបងប្អូនប្រើ stop loss លើតំបន់4100អាចជា4105ឬក៏110ក៏បានដែរបាទអញ្ចឹងបងប្អូនត្រូវប្រើ stop loss ជាចាំបាច់ហើយ take profit បងប្អូនត្រូវ take profit ឲ្យបាន30 ដុល្លារក្នុងមួយអោនវិញគឺតំបន់4060 ដុល្លារនៅក្នុងមួយអោនដែលជាតំបន់លក់ទី1របស់យើងនិងតំបន់លក់ចុងក្រោយគឺតំបន់4030ទៅកាន់តំបន់4040 140សំទោ4130ទៅកាន់តំបន់4140ដែលជា resistance សំខាន់មួយហើយទីផ្សារកាលពីថ្ងៃ23នេះគឺបាន rejection នៅយប់ថ្ងៃទី22និង23គឺបាន rejection អញ្ចឹងហើយយើងអាចលក់នៅតំបន់នេះមួយទៀតបាទអញ្ចឹងបងប្អូនអាចលក់នៅតំបន់នេះហើយបងប្អូនប្រើ stop loss លើតំបន់4145ឬក៏តំបន់4150 ដុល្លារក្នុងមួយអោនបាទអញ្ចឹងនេះគឺជាតំបន់លក់ពីព្រោះថ្ងៃនេះយើងកន្លងទៅទីផ្សារបានកន្លងកាលពីម្សិលមិញជាង100លាននៅក្នុងមួយអោនអញ្ចឹងថ្ងៃនេះគួរតែមាន retracement ទៅវិញខ្លះតែបច្ចុប្បន្នមិនទាន់មាន retracement ណាមួយស្មើនឹង 30% ឬក៏ 20% នៃតម្លៃដែលធ្លាក់ចុះមកនៅឡើយទេបាទអញ្ចឹងបងប្អូនអាចលក់នៅតំបន់នេះបានសម្រាប់ការទិញបាទដោយសារបច្ចុប្បន្នទីផ្សារគឺស្ថិតនៅតម្លៃ support តែម្ដងដែលជាតម្លៃ market structure គឺ4020ទៅកាន់តំបន់4030អញ្ចឹងបច្ចុប្បន្ននេះគឺវាបើសិនក្នុងករណីទីផ្សារ long កន្លែងនេះមានថាទីផ្សារនឹង make retracement មួយគឺមករកតំបន់4065 ដុល្លារក្នុងមួយអោនបាទអញ្ចឹងតំបន់នេះយើងអាចនិយាយថាបច្ចុប្បន្នដោយសារម៉ោងនេះយើងវិភាគស្រាប់អញ្ចឹងយើងមិនលើកទឹកចិត្តឲ្យទិញទេក្នុងករណីបងប្អូនចង់ទិញបងប្អូនអាចរងចាំទិញតំបន់ទី1ឲ្យសុវត្ថិភាពគឺ4000ទៅកាន់តំបន់3990 ដុល្លារនៅក្នុងមួយអោនអញ្ចឹងក្នុងករណីទីផ្សារធ្លាក់ដល់តំបន់នេះគឺជា strong psychology level ហើយបងប្អូនប្រើ stop loss ក្រោមតំបន់3990អាចជាតំបន់485ឬក៏8គុតក៏បានដែរហើយ take profit វិញគឺយើងយកតំបន់4030 ដុល្លារនៅក្នុងមួយអោនបាទសម្រាប់តំបន់ទិញទី2គឺជា strong support តែម្ដងតាមពីខែមុនក៏ដូចជាខែនេះតែម្ដងគឺ3960ទៅកាន់តំបន់3950អញ្ចឹងកន្លែងនេះគឺបងប្អូនអាចដាក់ buy limit ក៏បានឬរងចាំតែទីផ្សារមកដល់បងប្អូនអាច buy នៅពេល bullish candlestick pattern បងប្អូនអាចចូលទិញបានហើយប្រើ stop loss ក្រោមតំបន់3950អាចជាតំបន់3940 ដុល្លារនៅក្នុងមួយអោនតែម្ដងហើយបងប្អូន take profit វិញគឺតំបន់4000តែម្ដងបាទព្រោះកន្លែងនេះគឺ strong ណាស់ទីផ្សាររាល់ពេលដែលធ្លាក់ចុះមកគឺតែងតែមានកម្លាំងអ្នកទិញទៅវិញតែម្ដងមកបិទលើតម្លៃ4000ថ្ងៃនេះក៏ទីផ្សារអាចនឹងបិទនៅលើតម្លៃ4000ដដែលផងដែរមិនទាន់អាច break តំបន់4000បានទេបាទប៉ុន្តែយើងក៏មាន scenario ត្រៀមបន្ថែមទៀតសម្រាប់ការទិញក្នុងករណី break តំបន់3960ឬក៏50នេះបងប្អូនអាចរងចាំទិញតំបន់ចុងក្រោយរបស់យើងគឺ
3900 និងតំបន់ 3809 កន្លែងនេះគឺទីផ្សារអត់ទាន់ដល់ទេសម្រាប់ខែមុននិងខែនេះគឺអត់ទាន់ធ្លាក់ចុះដល់ប៉ុន្តែបើសិនតែធ្លាក់ដល់ក៏បងប្អូនអាចរងចាំទិញតំបន់នេះបានបាទអញ្ចឹងកាយភាពចែកទេរបស់ខ្ញុំគឺមានត្រឹមប៉ុណ្នេះសង្ឃឹមថាបងប្អូនទាំងអស់គ្នាតាមដានព័ត៌មានតនហេតុការណ៍មួយចំនួនពាក់ព័ន្ធសង្គ្រាមបាទពីព្រោះទីផ្សារកាលពីម្សិលមិញនេះចុះគឺដោយសារតែសង្គ្រាមនៃក្រុម Houthi នៃប្រទេសយេម៉ែនបាទបានធ្វើការវាយប្រហារទៅលើនាវាដឹកទំនិញរបស់ប្រទេសអារ៉ាប៊ីសាអូឌីតនៅច្រកសមុទ្រក្រហមអញ្ចឹងយើងឃើញថាអញ្ចឹងបានទាញកន្លែងមាសឲ្យចុះអញ្ចឹងព័ត៌មានពាក់ព័ន្ធសង្គ្រាមគឺធ្វើឲ្យទីផ្សារប៉ះពាល់ខ្លាំងអញ្ចឹងសូមបងប្អូនមានការប្រុងប្រយ័ត្នបាទអញ្ចឹងចុងក្រោយសូមជូនពរបងប្អូនទាំងអស់គ្នាឲ្យចូលជួយដូរចំណេញគ្រប់គ្នាសូមអរគុណ